ខ្ញុំឈ្មោះជីសុផាតជាទូទៅខ្ញុំជាអ្នកផលិត content នៅលើបណ្ដាញសង្គមមែនតើខ្ញុំផលិតយូរហើយតាំងតែមុនបដិវត្តនៅក្នុងការផលិតជាវីដេអូខ្ញុំចែករំលែកច្រើនទៅលើ content តាក់ទងជាមួយនឹងសុវត្ថិភាពឬក៏បច្ចេកវិទ្យាហ្នឹងយូរដែរមកហើយពេលដែលមានបដិវត្តនៅក្នុងការផលិតជាវីដេអូនៅក្នុងបណ្ដាញសង្គមខ្ញុំក៏ចាប់ផ្ដើមធ្វើការបង្កើតជាវីដេអូនៅក្នុងការចែករំលែកតាក់ទងជាមួយនឹងសុវត្ថិភាព digital បច្ចេកវិទ្យានៅលើបណ្ដាញសង្គមនេះឯងទស្សនវិជ្ជាជារួមសម្រាប់ខ្ញុំក្នុងនាមជាអ្នកផលិតក៏ដូចជាបានជួបច្រើនជាមួយជនរងគ្រោះក៏ដូចជាអ្នកតាមដានហ្នឹងគឺទទួលបានច្រើនមែនទែនសម្រាប់ខ្ញុំគឺហានិភ័យគឺដូចអ្នកទាំងអស់គ្នាអស់លោកស្រីដឹងហើយថាប្រព័ន្ធ digital វាទៅលឿនពេករហូតដល់ប្រជាប្រដ្ឋរបស់យើងរត់តាមអត់ទាន់ជាពិសេសគឺប្រជាប្រដ្ឋដែលគាត់នៅឆ្ងាយគម្លាត digital ដែលគាត់អត់បានចូលសិក្សាចូលស្រាវជ្រាវឬក៏មានកម្មវិធីសិក្សាតាន់ពេលវេលាសម្រាប់សិស្សានុសិស្សសម្រាប់ចាស់ហ្នឹងធ្វើឲ្យគាត់នឹងងាយរងគ្រោះតែម្ដងជាក់ស្ដែងខ្ញុំបានជួបជនរងគ្រោះដែលគាត់ត្រូវការជំនួយត្រូវការបច្ចេកទេសជាច្រើនដែលគាត់បានឆានមកផ្ទាល់នេះគឺជាទស្សនវិជ្ជាដែលខ្ញុំឃើញច្រើនមែនតើដែលអាចថាវាជាផ្នែកមួយដែលយើងត្រូវធ្វើថ្ងៃក្រោយទៅថាតើយើងអាចជួយពួកគាត់របៀបម៉េចយើងដឹងហើយថាហានិភ័យមានច្រើនយើងអប់រំគាត់ច្រើនតែយើងអប់រំអត់ទាន់ពេលទេព្រោះជាធម្មតាតែយើងអប់រំគាត់ទ្រាំតែចេះគាត់ចាញ់បោកគេបាត់ទៅហើយអញ្ចឹងខ្ញុំជឿថាកត្តាដែលយើងអាចជួយគាត់តាមភាពជាក់ស្ដែងអានេះគឺជាតម្រូវការបច្ចុប្បន្នដែលខ្ញុំគិតថាមានពីជ្រុងស្ថានភាពនឹងហានិភ័យដែលខ្ញុំជួបប្រទះគឺឃើញជ្រុងនឹងច្រើនហើយខ្ញុំចង់ឲ្យមានភាពគេថាដំណោះស្រាយណាមួយប្រសើរជួយគាត់ឲ្យបានទាន់ពេលវេលានៅក្នុងស្ថានភាពបច្ចុប្បន្នមួយជ្រុងទៀតដែលខ្ញុំមើលឃើញទស្សនវិជ្ជាដែលក្នុងការចូលរួមពីអ្នកផលិតដែរមានរឿងពីរដែលខ្ញុំចង់ចូលរួមទី1មានអ្នកចូលរួមច្រើននៅក្នុងការបង្កើត content ឬវេទិកាមួយចំនួននៅក្នុងបណ្ដាញសង្គមដែលអាចជួយឲ្យប្រជាពលរដ្ឋរបស់យើងហ្នឹងគាត់យល់ដឹងបន្ថែមនៅចំណេះដឹងមួយចំនួនពីការការពារខ្លួនប៉ុន្តែដំណើរគ្នានឹងផងដែរក៏វាមានហានិភ័យដែរពីអ្នកផលិតខ្ញុំនិយាយពីអ្នកផលិតយើងមួយចំនួនគឺគាត់ព្យាយាមទាញយកនៅ trend ឧទាហរណ៍ជាក់ស្ដែងដូចជាបញ្ហា AI យើងឃើញថាទាំងអស់ហ្នឹងយើងត្រូវហ៊ានសូត្រច្រើនប្រជាប្រដ្ឋរបស់យើងក៏ត្រូវការហ៊ានសូត្រច្រើនដែរប៉ុន្តែឱកាសដែលជាហានិភ័យក៏វាអាចបង្កជាហានិភ័យសម្រាប់ពួកគាត់ដែរតួយ៉ាងជាក់ស្ដែងយើងឃើញមានអ្នកផលិតមួយចំនួនបង្រៀនឲ្យ user របស់យើងគាត់ train នៅ voice ដើម្បីយកទៅកំសាន្តដូចជាបង្កើតជាចម្រៀងឬក៏ឃើញភាពអស្ចារ្យនៃ AI ជាក់ស្ដែងអញ្ចឹងទៅប៉ុន្តែគាត់បានឃើញថាទាំងអស់នោះវាអាចជាហានិភ័យថ្ងៃណាមួយដែលអាចជះឥទ្ធិពលឲ្យជនខិលខូចជនខិលខូចក៏អត់ឃើញរូបភាពហ្នឹងទេតែជាក់ស្ដែងពេលដែលគាត់បានឃើញ tool ទាំងអស់ហ្នឹងឱកាសទាំងអស់ហ្នឹងគាត់បែរជាយកឱកាសហ្នឹងឯងយកទៅធ្វើបាបឬក៏វាយប្រហារអ្នកផ្សេងមួយចំនួនហើយករណីនេះគឺយើងឃើញហើយបច្ចុប្បន្នវាអត់ទាន់ទៅដល់ករណីច្រើននេះប៉ុន្តែយើងបានឃើញករណីបន្លំជាសម្លេងតាមរយៈការ call អញ្ចឹងយើងដល់បដិវត្ត AI អញ្ចឹងអាហ្នឹងក៏ហានិភ័យក៏វាអាចកើតមានដែរគូផ្សំជាមួយនឹងប្រជាពលរដ្ឋរបស់យើងដែលគាត់អត់ទាន់បានទទួលការអប់រំពេញលេញផ្នែក digital នឹងទៀតវាជាកត្តាហានិភ័យអញ្ចឹងខ្ញុំគិតថាព្រឹត្តិការណ៍ថ្ងៃនេះគឺជាកត្តារួមផ្សំសំខាន់មែនទែនសម្រាប់ប្រជាពលរដ្ឋរបស់យើងក៏ដូចជាអាចដែរមួយផ្នែកជួយទៅដល់ក្រមសីលធម៌វិជ្ជាជីវៈមួយចំនួននៅក្នុងការផលិតដែរព្រោះការផលិតគឺជាផ្នែកមួយសំខាន់មែនទែនដែលអាចរួមចំណែកនៅក្នុងការដោះស្រាយតែបើសិនជារួមចំណែកដែលអាចធ្វើឲ្យអ្នកចូលរួមនឹងដើរទៅផ្លូវខុសក៏វាអាចជាហានិភ័យសម្រាប់ប្រព័ន្ធ digital ទាំងមូលដែរអរគុណបើយើងនិយាយកម្រិតចំណេះដឹងរបស់អ្នកប្រើប្រាស់យើងអត់ទាន់មានទិន្នន័យជារួមទេប៉ុន្តែយើងផ្អែកទៅលើហានិភ័យដែលកើតមានដូចជាកត្តាដែលគាត់ចាញ់បោកគេយើងឃើញទិន្នន័យរាល់ថ្ងៃមានការបង្ហោះជាសាធារណៈមួយចំនួនទស្សនវិជ្ជាទាំងអស់ហ្នឹងយើងឃើញថាកត្តាហានិភ័យពីអ្នកប្រើប្រាស់គឺច្រើនដែលយើងអាចប៉ាន់ស្មានបានអានេះក្នុងករណីដែលយើងបានឃើញជាក់ស្ដែងទិន្នន័យដែលយើងឃើញនឹងផ្ទាល់ឃើញគេ share តែមានករណីដែលយើងអត់ឃើញច្រើនណាដូចជាការចាញ់បោកមួយចំនួនដែលមិនមែនជាលុយកាក់អាចជា harass ឬក៏ស្អីនៅក្នុងហ្នឹងឬក៏ cyber sex ដែលគេខ្លាញ់បន្លំឬក៏បោកប្រាស់អ្នកដែលគាត់អត់ហ៊ានបញ្ចេញអត្តសញ្ញាណទាំងអស់ហ្នឹងវាច្រើនអញ្ចឹងកត្តាហានិភ័យគឺវាច្រើនជាបច្ចុប្បន្នខ្ញុំដឹងថាច្រើនប៉ុន្តែយើងអត់មានបរិមាណណាមួយទេ
កតាច្រើននេះហើយគឺជាកតាហានិភ័យខ្លាំងព្រោះពេលខ្លះសឹងថាឪពុកម្ដាយយើងអត់ដឹងថាអាចនឹងរងហានិភ័យថ្ងៃណាទេអញ្ចឹងយើងគ្រាន់តែត្រៀមចាំថាតែយើងអាចជួយឲ្យគាត់បានខ្លះអ្នកជុំវិញយើងកតាច្រើននេះខ្ញុំគិតថាជាផ្នែកមួយដែលយើងត្រូវរួមចំណែកព្រោះជាធម្មតាដើម្បីសុវត្ថិភាព digital មិនមែនបងផាន់រិទ្ធមិនក្រសួងទាំងមូលដែលគាត់អាចដោះស្រាយបានភ្លាមទេគឺប្រជាពលរដ្ឋនេះឯងដែលជាផ្នែកមួយសំខាន់អញ្ចឹងយើងឃើញកតាប្រឈមយើងឃើញទិន្នន័យមានជាក់ស្ដែងបច្ចុប្បន្នមានតែម្នាក់គឺត្រូវរួមចំណែកអញ្ចឹងអ្នកទាំងអស់គ្នាគឺពិតជាបានរួមចំណែកដែរដោយសារតែអ្នកទាំងអស់គ្នាមានវត្តមាននៅទីនេះហើយការផ្សាយនៅថ្ងៃនេះក៏ខ្ញុំគិតថាជាផ្នែកមួយដ៏សំខាន់ដែរតកតងជាមួយនឹងការផលិតវិជ្ជមានដោយបងផាន់រិទ្ធបានលើកឡើងអញ្ចឹងគឺវាលឿនមានន័យថារាល់ដងពេលដែលយើងចំណាយនៅក្នុងការផលិតយូរម៉ោងមួយថ្ងៃអញ្ចឹង AI ឥឡូវវាអាចជួយយើងទាំងការឲ្យជាគំនិតឲ្យជាយោបល់និងពិភាក្សាគ្នាដេញដោលដូចជំនួយការមួយដែលយើងត្រូវទៅជួលអង្គុយមកអញ្ចឹងវាលឿន productivity មួយចំនួនគឺលឿនមែនតើអញ្ចឹងអានេះវាអាចជំរុញការងារនៅក្នុងការផលិតច្រើនខ្ញុំនិយាយតែផ្នែកខ្ញុំទេដូចគ្នាដែរផ្នែកមួយចំនួនផ្នែក media មួយចំនួនក៏ AI នឹងអាចមកជំនួសការងារយ៉ាងច្រើនដែលយើងនឹកស្មានអត់ដល់ថាវានឹងអាចជួយដល់ហ្នឹងគេ train បានល្អគេបរៀនបានល្អសឹងថាការបដោះបដាមនុស្សម្នាក់ដើម្បីឲ្យមានសមត្ថភាពមក AI ហ្នឹងមិនដឹងជាប្រមាណឆ្នាំតែ AI គឺវាមានសមត្ថភាពស្រាប់ក្នុងតែប្រមាណចិនគឺចំណាយពេលខ្លីមែនទែនដើម្បីបង្កើត AI របស់ខ្លួនអញ្ចឹងយើងអត់ដឹងទេថានៅថ្ងៃខាងមុខគេនឹងបង្កើត AI ប្រមាណទៀតដើម្បីspecialize ទៅលើជំនាញអីអញ្ចឹងយើងអត់ដឹងទេបន្តិចទៀតមាន AI ក្នុងការសរសេរព័ត៌មាន AI នៅក្នុងការផលិតវីដេអូមាន AI មកអង្គុយស្ដាប់យើងហើយ analyze ចេញជា PR យើងអត់ទាន់ដឹងអាហ្នឹងគឺជួយបានច្រើនវាក៏មានហានិភ័យក្នុងនឹងដែរយើងអត់ដឹងថាអ្នកដែលគាត់ប្រើ AI ហ្នឹងយក AI ហ្នឹងមកធ្វើអីធ្វើ content បានតែ content នៅក្នុងទិសដៅអីបង្កើតជា fake news ក៏អាចថាបានដែរផលិតរូបភាពមួយចំនួនដែលជា deep fakes មួយចំនួនទៅបោកប្រាស់អ្នកដទៃយើងឃើញមួយចំនួនហើយប្រជាពលរដ្ឋរបស់យើងគាត់សប្បាយត្រេកអរនឹង AI បង្កើតរូបភាពយ៉ាងច្រើននៅក្នុងplatform ដើម្បីយកមកបង្ហោះយកមក train ដោយអាយដាមដោយលោកនាយកគាត់បានលើកឡើងតាក់ទងជាមួយនឹងស្អីគេពេលថោងនាងនាដើរឆ្វាច់ទៅដល់សមុទ្របាត់ទាំងអស់ហ្នឹងវាសប្បាយអតែយើងអត់ដឹងថាកត្តាហានិភ័យមួយចំនួនទៅថ្ងៃមុខរបៀបម៉េចទេសម្រាប់ផលជៀសមួយចំនួនមកអ្នកផលិតពេលខ្លះយើងអត់ដឹងថាកត្តាកម្មសិទ្ធិបញ្ញាយើងអត់ទាន់ analyze ដល់ឡើយថាយើងត្រូវឲ្យកម្មសិទ្ធិបញ្ញារបៀបម៉េចអាហ្នឹងក៏ជារឿងមួយដែលជាបញ្ហាដែរហើយយើងឃើញ platform នីមួយៗកំពុងតែយកចិត្តទុកដាក់ទៅលើការ identify Facebook យើងឃើញហើយមួយរយៈក្រោយនេះវីដេអូមួយចំនួនដែលគេ analyze ថាអានឹងជា AI ត្រូវបានគេដាក់បញ្ចូលនៅក្នុង category AI អញ្ចឹងដើម្បីជួយទៅកាន់ user របស់យើងមួយចំនួនគាត់ដឹងថាអូអានឹង AI អញ្ចឹងមានផលប្រយោជន៍ច្រើននៅក្នុងការផលិតសឹងថាច្រើនមែនតើតែកត្តាហានិភ័យក៏ច្រើនដែរក៏ពិតបងផាន់រិទ្ធបានលើកឡើងពីដំបូងខ្លះហើយ deep fakes អីមួយចំនួនទាំងអស់ហ្នឹងគឺសុទ្ធសឹងតែយើងបានឃើញហើយដោយអ្នកទាំងអស់គ្នារាល់ថ្ងៃយើងបើក Facebook ហើយមួយចំនួនវីដេអូមួយចំនួនយើង analyze ដឹងសម្បីតែអ្នកមួយចំនួនយើងអត់ទាន់អាច analyze ថាចុះអាហ្នឹង AI ដឹងអាហ្នឹងមកពីណាអាហ្នឹងរបៀបម៉េចយើងចាប់ផ្ដើមទៅផ្ទៀងផ្ទាត់យើងជាអ្នកជំនាញអស់លោកស្រីនេះអាចនឹង analyze នឹងគិតទៅដល់ប្រភពចុះបើប្រជាពលរដ្ឋរបស់យើងក្នុងករណីអ្នកផលិតមួយចំនួនគាត់ផលិតនៅក្នុងទិសដៅផ្សេងតួយ៉ាងដូចយើងបានឃើញហើយអ្នកប្រើប្រាស់បណ្ដាញសង្គមនៅក្នុងការរកចំណូលដោយខ្លួនឯង make money online ហ្នឹងគឺគាត់បានប្រើ AI ដែរតែក្នុងទិសដៅមួយផ្សេងសម្រាប់គាត់យកលុយសម្រាប់គាត់ប្រមូលថវិកាមកខ្លួនគាត់អញ្ចឹងគាត់អត់បានខ្វល់គាត់អត់មានវិជ្ជាជីវៈគាត់អត់បានគិតអំពីផលប៉ះពាល់ទាំងអស់ហ្នឹងឯងអញ្ចឹងក្នុងវិស័យការផលិតវាក្នុងវិស័យ media ក្នុងវិស័យការផលិតវាជាផ្នែកមួយសំខាន់នៅក្នុងការផ្សព្វផ្សាយផ្នែកអប់រំតែកាន់ប្រជាពលរដ្ឋមូលដ្ឋានប៉ុន្តែវាក៏ជាអាចកត្តាហានិភ័យធំបំផុតដែរប្រសិនបើយើងអត់មាន guideline យើងអត់មានទិសដៅមួយចំនួនសម្រាប់អ្នកផលិតឲ្យបានត្រឹមត្រូវអញ្ចឹងអាទាំងអស់ហ្នឹងវាកាន់តែហានិភ័យទៅមាន guideline មួយចំនួនអាចជួយពួកគាត់តែខ្ញុំគិតថាវាអត់ទាន់គ្រប់គ្រាន់ទេវាត្រូវការបន្ថែមវាត្រូវការបច្ចេកទេសនឹងការអប់រំដែរព្រោះអ្នកមួយចំនួនគឺពេលខ្លះអត់ tool អត់ទាន់ទេប៉ុន្តែយើងត្រូវការចំណេះដឹងរបស់គាត់ដើម្បី analyze ទាំងអស់នឹងឲ្យដឹងថាអូអានឹង AI អានឹងអីយើងឃើញមាន tool មួយចំនួនហើយប៉ុន្តែខ្ញុំគិតថាគេចេះប្រើ tool អ្នក protect ក៏គេអាចនឹងបង្កើត tool សម្រាប់ anti ទាំងអស់នឹងដែរយើងមាន chat GPT គេមាន chat 0
for example like គេយកទៅ check មើលថាហ្នឹង AI ឬក៏មិនអីចឹងទៅអញ្ចឹង tool វាជារឿងមួយតែការចំណេះដឹងរបស់អ្នកដែលគាត់មើលទាំងអស់ហ្នឹងវាជារឿងសំខាន់ចាបាទអរគុណមែនតើទៅសម្រាប់បណ្ដាញសង្គមuser គឺហងៃគាត់តាមដានភាគច្រើនគឺ content ភាគច្រើនគឺគាត់បានតាមដានអ្នកផលិតអញ្ចឹងអានឹងគឺជាអេយ៉ាបតឬក៏ទិសដៅនៃ behavior ឬក៏ algorithm របស់ platform នីមួយៗដើម្បីរុញ content ទៅឲ្យគាត់អញ្ចឹងអានេះគឺជាកត្តាសំខាន់មែនតើខ្ញុំឧទាហរណ៍ថាគាត់អ្នកស្រឡាញ់ការវិនិយោគអញ្ចឹងប្រកាសណា content ដែលតាក់ទងជាមួយនឹងការវិនិយោគនឹងអាចរុញទៅដល់គាត់តែទាំងអស់នេះក៏វាអាចជាហានិភ័យដែល platform បានរុញទៅឲ្យគាត់ដែរមួយផ្នែកគឺឧទាហរណ៍ថាគាត់គឺមានបញ្ហាតាក់ទងមួយសុខភាពផ្លូវចិត្តអញ្ចឹង content មិនរុញទៅឲ្យពួកគាត់នឹងនៅ content ដែលតាក់ទងជាមួយនឹងសុខភាពផ្លូវចិត្តអីចឹងទៅអស់លោកស្រីប្រហែលជាបារម្ភច្រើនទៅលើអ្នកជុំវិញខ្លួនជាអ្នកដទៃតែដោយបងផាន់រិននិយាយមកអញ្ចឹងកត្តាហានិភ័យមួយចំនួនដែលតាក់ទងជាមួយនឹង privacy តាក់ទងជាមួយនឹងសិទ្ធិបុគ្គលមិនតែអ្នកដទៃដែលអ្នកទាំងអស់គ្នាធ្លាប់បារម្ភត្រូវដាក់ password ទេគឺ platform ផ្ទាល់តែម្ដងអញ្ចឹងខ្ញុំគិតថាអេយ៉ាបតមួយចំនួនដែលយើងអត់ដែលបានគិតសោះគឺ platform ខ្ញុំឧទាហរណ៍ថាយើងប្រើ Facebook រាល់ថ្ងៃតែយើងអត់ដែលបានខ្វល់អំពី privacy ដែលតាក់ទងជាមួយនឹងយើងហើយនឹង Facebook ហ្នឹងគេធ្វើអីខ្លះគេ access អីខ្លះគេយកអីគេខ្លះតើទាំងអស់ហ្នឹងយើងដែលខ្វាយខ្វល់តាក់ទងជាមួយនឹងការប្រើប្រាស់របស់យើងអត់សូម្បីតែគេយក behavior យើងរាល់ថ្ងៃយកទៅ train ក្នុងការផ្សព្វផ្សាយមកវិញអាហ្នឹងគឺគ្រប់គ្នាអូខេគឺបដ ாய் ចឹងទៅតែយើងអត់បានខ្វាយខ្វល់ថាតើយើងអាចមានស្អីគេទៅទប់ស្កាត់រឿងទាំងអស់ហ្នឹងបានជាក់ស្ដែងត្រង់កន្លែងនេះវាតាក់ទងជាមួយនឹង privacy រវាងក្រុមហ៊ុនហើយជាមួយនឹងយើងជាបុរេជំរឿជាការជ្រើសរើសនៅពេលដែលយើងតម្លើងភ្លាមកម្មវិធីទាំងអស់ហ្នឹងនឹងបើក port នឹងបើកកាសិទ្ធមួយចំនួនដើម្បីប្រមូលទិន្នន័យទាំងអស់ហ្នឹងតែ user រាល់ថ្ងៃគាត់អត់បានគិតទៅដល់ចំណុចទាំងអស់ហ្នឹងទេគឺគាត់បើកជាស្វ័យប្រវត្តិឲ្យហ្មងឲ្យដោយយើងអត់បានដឹងថានៅពេលដែលយើងប្រើទាំងអស់ហ្នឹងវាមានទាមទារឲ្យយើងប្រើអត់ដូចជាក់ស្ដែងដូចបងខាងលើកឡើងតាក់ទងជាមួយនឹង app មួយចំនួនដែលគេត្រូវការ permission នៅក្នុងការ access ឲ្យការប្រើប្រាស់ហ្នឹងគឺគាត់អត់បានយល់ទេគាត់អត់បានដឹងទេឧទាហរណ៍ថាគាត់ប្រើ Facebook រាល់ថ្ងៃចឹងប្រជាពលរដ្ឋរបស់យើងទូទៅនៅតំបន់ឆ្ងាយហ្នឹងគឺគាត់អត់ដែលផុសទេភាគច្រើនគឺគាត់អូសមើលទៅគេទេប៉ុន្តែគាត់អត់ដឹងទេថា Facebook ដែលគាត់ប្រើរាល់ថ្ងៃហ្នឹងគឺបានបញ្ជូនទិន្នន័យទៅកាន់ platform ជាស្វ័យប្រវត្តិអញ្ចឹងត្រូវឲ្យប្រជាពលរដ្ឋយើងគាត់យល់ជាបច្ចេកទេសមកថាក្នុងករណីដែលគាត់ប្រើប្រាស់មិនសម្រាប់នៅក្នុងការផលិតទេ permission data behavior មួយចំនួនហ្នឹងយើងពុំគួរបើកទាំងអស់ហ្នឹងឲ្យទៅ platform ឯងវាហាំងស៊ីជម្រៅបន្តិចប៉ុន្តែអាទាំងអស់នេះគឺជាចំណុចមួយដែលគ្រប់គ្នាភ្លេចដែរគ្រប់គ្នាខិតខំការពារឯកជនភាព post only me ដាក់ encryption ហូរហើយប៉ុន្តែអត់ដឹងថាខ្លួនឯងរាល់ថ្ងៃនេះកំពុងតែបញ្ជូនទិន្នន័យហើយគ្រប់គ្នាសាកបើកទូរស័ព្ទមើលតើ app នៅក្នុងទូរស័ព្ទរបស់យើងប្រហែល20 30 40 50យើងចាប់អារម្មណ៍តែ Facebook ឯងចុះ app ផ្សេងទៀតអាហ្នឹងគឺជាកត្តាបញ្ហាសម្រាប់ខ្ញុំគឺជាការរំលោភបំពានឯកជនភាពមួយធ្ងន់ធ្ងរសម្រាប់អ្នកដែលគាត់ប្រើប្រាស់ទូរស័ព្ទដៃតួយ៉ាងអ្នកដែលផលិតក៏រួមចំណែកសំខាន់ដែរឧទាហរណ៍ថាគាត់បានរកឃើញនៅកម្មវិធីមួយដ៏ល្អសម្រាប់ជាដំណោះស្រាយសម្រាប់ជា productivity សម្រាប់គាត់ប៉ុន្តែគាត់អត់បានបង្ហាញអំពីកត្តាហានិភ័យនៅពេលដែលយើងតម្លើង app ហ្នឹងទេតើគេត្រូវប្រមូល privacy ត្រូវប្រមូលទិន្នន័យត្រូវប្រមូលអីគេខ្លះនៅក្នុងកម្មវិធីនីមួយទាំងអស់ហ្នឹងជួនកាលគាត់អាចប្រមូលកម្មវិធីទាំងអស់ហ្នឹងដែលអាចជាហានិភ័យសម្រាប់គាត់វាជួយមែនប៉ុន្តែវាប្រកបនៅហានិភ័យមួយចំនួនដែលយើងអត់ដឹងសោះតែម្ដងខ្ញុំជឿថានៅក្នុងបន្ទប់នេះមិនប្រកាសថាគ្រប់គ្នាបានចូលទៅបិទ permission ទាំងអស់ហ្នឹងដើម្បីឲ្យគេយកទិន្នន័យអីហោហែចឹងទៅអញ្ចឹងសម្រាប់ខ្ញុំនេះគឺជាកត្តាមួយតាក់ទងជាមួយការរំលោភបំពានឯកជនភាពនៅលើទូរស័ព្ទដៃរបស់យើងដែរខ្ញុំបានជួបករណីជាក់ស្ដែងមួយមាននិស្សិតម្នាក់ដែលគាត់ចាញ់បោកគេតាមអនឡាញហ្នឹងពិសេសបន្តិចដោយសារតែគាត់ហ្នឹងថានិស្សិតគាត់មានចំណេះដឹងដែរហើយគាត់ចាញ់បោកហ្នឹងគឺ online loan ហើយ online loan ហ្នឹងគេរៀង high end បន្តិចគេមាន platform គេមាន website ដែល clone system ហ្នឹងស្តៀងធនាគារហ្មងអញ្ចឹងគាត់ចាញ់បោកគេគួរសមដែរច្រើនគួរសមដែរហើយគាត់ខិនសារមកពិភាក្សាមួយខ្ញុំថាគួរធ្វើម៉េចដូចបងផាន់រឹកឡើងអញ្ចឹងសម្រាប់ខ្ញុំទី1អ្វីដែលគាត់ត្រូវធ្វើគឺត្រូវប្តឹងសិនប្តឹងដើម្បីឲ្យប្រកាសថាមានរឿងនឹងកើតឡើងដើម្បីគាត់យករបាយការណ៍ទាំងអស់ហ្នឹងទៅធ្វើជារឿងផ្សេងជាបន្តបន្ទាប់
ពេលខ្លះគាត់ចាញ់បោកគេហើយពេលខ្លះអាចគាត់ជាជនរងគ្រោះទៀតហើយប៉ុន្តែពេលខ្លះអាចគាត់នឹងជាជនបង្កហេតុមកតាក់ទងយើងដើម្បីបោកយើងក៏ថាបានដែរអញ្ចឹងអ្វីដែលត្រូវធ្វើគឺប្តឹងសិនដើម្បីបានតាក់លៃឲ្យកមួយពិតប្រាកដតាមរបាយការណ៍របស់ប៉ូលីសបន្ទាប់មកគាត់អាចទៅធ្វើនីតិវិធីបន្តអាចទៅចរចាមួយធនាគារអាចទៅចរចាមួយកន្លែងផ្សេងឬក៏ក្រសួងពាក់ព័ន្ធនានាដើម្បីឲ្យដោះស្រាយអាហ្នឹងទី3សម្រាប់គាត់គឺគាត់អាចរៀនសូត្រអីបានខ្លះពីហ្នឹងអញ្ចឹងកន្លងមកយើងដឹងហើយការបោកបញ្ឆោតជាក់ស្ដែងរាល់ថ្ងៃយើងមាននីតិវិធីទាំងអស់ហ្នឹងប៉ុន្តែពេលខ្លះយើងអត់បានអប់រំគាត់បន្ថែមទេព្រោះអ្នកចាញ់បោកអញ្ចឹងមិនមែនអ្នកខ្លះមិនមែនតែម្ដងទេច្រើនដងរូបភាពដដែលគាត់នៅតែចាញ់បោកអញ្ចឹងមានន័យថាអាចគាត់ជា target ឬក៏អាចគាត់អត់មានចំណេះដឹងផ្នែកទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគឺយើងគួរតែមានស្អីមួយសម្រាប់ជួយគាត់ជាប្រចាំអញ្ចឹងភាគច្រើនអ្នកដែលឆាតមកខ្ញុំគឺគាត់ចាញ់បោកគេហើយបានមករហូតដល់កន្លែងហ្នឹងអញ្ចឹងភាគច្រើនគឺខ្ញុំណែនាំដោយសារតែឥឡូវវាងាយស្រួលដែរពាក្យបណ្ដឹងមួយចំនួនគឺយើងដាក់អនឡាញសិនហើយគាត់ពេលខ្លះគាត់ខ្វល់តែរឿងមួយទេបានលុយមកវិញអត់ដូចបងផាន់រត់លើកឡើងអញ្ចឹងពេលខ្លះ page ខ្លះគឺអត់បោកច្រើនទេ5 10រៀលហើយយើងទៅដាក់ប្តឹងរបៀបម៉េចអាហ្នឹងរូបភាពទូចប៉ុន្តែ5 10រៀលមនុស្ស30 40នាក់ដែលអត់ខ្វល់ពីអាហ្នឹងបើយើងអត់ដាក់ពាក្យបណ្ដឹងទេអត្តសញ្ញាណអ្នកបោកគឺវានៅតែបន្តនៅក្នុងការធ្វើនីតិវិធីទាំងអស់ហ្នឹងមានការពិតកន្លែងនេះវាមានចំណុចជជែកច្រើនប៉ុន្តែខ្ញុំគិតថាពេលវេលាបែបមិនច្រើននេះសម្រាប់យើងជជែកហ្នឹងអរគុណច្រើនខ្ញុំអត់ច្បាស់សំណួរទេប៉ុន្តែខ្ញុំសូមឆ្លើយតាក់ទងជាមួយនឹងឯកជនភាពរវាងយើងហើយជាមួយនឹង company មែនតើទៅ that's why នេះហើយជាមូលហេតុដែលប្រទេសកម្ពុជារបស់យើងព្យាយាមបង្កើតសេចក្តីច្បាប់ដែលតាក់ទងជាមួយនឹងការការពារឯកជនភាពរបស់ user អញ្ចឹងសម្រាប់ user ខ្ញុំដឹងថាយើងអត់អាចមិនអនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់នឹងមិនយកបានទេប៉ុន្តែ at least យ៉ាងហោចណាស់យើងដឹងថាគេយកអីហើយយើងគិតថាក្រុមហ៊ុននឹងមានសុវត្ថិភាពប៉ុណ្ណាដែលអាចការពារទិន្នន័យរបស់អ្នកទាំងអស់គ្នាព្រោះគេមាន agreement ច្បាស់ថាគេយកទៅធ្វើអីយកទៅធ្វើជាក្នុងការផ្សព្វផ្សាយនៅក្នុង third party យកទៅក្នុងការអភិវឌ្ឍផ្សេងអញ្ចឹងកត្តាសុវត្ថិភាពប្រហែលជាមានតិចព្រោះកន្លែងនេះគឺតាក់ទងជាមួយនឹង privacy តាក់ទងជាមួយនឹងសុវត្ថិភាពអញ្ចឹងទិន្នន័យរបស់យើងដែលត្រូវបាន contribute ជាមួយនឹង company ទាំងអស់ហ្នឹងគឺក្រោមការមើលថែនិងក្រោមច្បាប់នីមួយៗដែលគេជួយរក្សាទិន្នន័យទាំងអស់ហ្នឹងនៅសហភាពអឺរ៉ុបគេមាន GDPR នៅស្រុកខ្មែរយើងកំពុងតែធ្វើសេចក្តីព្រាងច្បាប់ខ្ញុំគិតថាទាំងអស់ហ្នឹងឯងដែល user គួរតែដឹងថាទិន្នន័យយើងត្រូវបានចែករំលែកវាស្ថិតនៅក្នុងកម្រិតណាមួយបើសិនជាអ្នកទាំងអស់គ្នាបារម្ភខ្លាចទាំងអស់ហ្នឹងលេចធ្លាយឬក៏មិនអាហ្នឹងមានថាយើង lift ចេញហើយយើងត្រូវចាក់ចេញប៉ុន្តែខ្ញុំជឿថាក្រុមហ៊ុនទាំងអស់ហ្នឹងគឺគេមាន policy មួយសម្រាប់ការពារទិន្នន័យរបស់យើងមួយផ្នែកដែរព្រោះអាហ្នឹងវាជាឯកជនភាពវាអត់អាចធ្លាយរហូតទៅដល់បែកព័ត៌មានហោហែអីច្រើនទេប៉ុន្តែយើងក៏ត្រូវដឹងដែរថាតើយើង trust company នឹងប៉ុណ្ណាខ្ញុំជឿខ្ញុំឧទាហរណ៍ថាយើង trust Facebook ប៉ុណ្ណាដែលគាត់អាចជួយការពារយើងបានតែអ្វីដែលខ្ញុំបារម្ភមិនមែនត្រង់ចំណុចក្រុមហ៊ុនធំៗទេខ្ញុំខ្លាចតែក្រុមហ៊ុនតូចដែលគាត់បង្កើតជា personal យើងឃើញនៅក្នុងស្រុកយើងជាក់ស្ដែងខ្ញុំឧទាហរណ៍មក developer គាត់បានបង្កើត app ជាច្រើនដាក់ឲ្យនៅក្នុងស្រុកយើងប្រើប្រាស់តើពេលដែលគាត់ដាក់មកគាត់គោរពនៅគោលការណ៍ណាមួយរបស់រដ្ឋាភិបាលអត់គាត់គោរពនៅ GDPR អត់គាត់គោរពយ៉ាងច្រើនគាត់គោរពតាមគោលការណ៍របស់អីគេ platform ចុះបើគាត់យកទៅពីណាចាត់ចែងគាត់អាហ្នឹងគឺជាហានិភ័យដែលខ្ញុំគិតថាជាអ្វីដែលយើងគួរបារម្ភជាពិសេសអ្នកដែលគាត់ប្រើប្រាស់ app local ខ្ញុំអត់វាយតម្លៃថានឹងមានជនខិលខូចមានប៉ុន្តែករណីដែលអាចយើងនិយាយថាករណីដែលអាចគឺមាននៅក្នុងហ្នឹងឧទាហរណ៍ប្រហែលអ្នកដែលប្រើប្រាស់កម្មវិធីមួយចំនួនដែល local ដែលទៅពិនិត្យមើល developer ហ្នឹងធ្វើអីគេមានប្រវត្តិរបៀបម៉េចធ្វើអីគេជួនកាលមាន app មួយល្អគ្រប់គ្នាប្រើតែមាន app នៅក្នុង store របស់គាត់មួយទៀតទៅរឿង gambling ឬក៏រឿងលបែងអីហោហែអាហ្នឹងគឺជាហានិភ័យដែលយើងត្រូវមើលប្រវត្តិរបស់ក្រុមហ៊ុនមួយណាដែលយើងទុកចិត្តបើខ្ញុំគិតថាក្រុមហ៊ុនធំយើងមិនអាច say no ទេប៉ុន្តែអ្វីដែលត្រូវគិតហ្នឹងគឺក្រុមហ៊ុនតូចដែលយើងអត់ស្គាល់អត្តសញ្ញាណនៅក្នុង store អានេះគឺជាហានិភ័យដែលខ្ញុំគិតថា user គួរតែខ្វាយខ្វល់អរគុណច្រើន